ទីបំផុតលោក Donald Trump ទទួលបានជ័យជំនះហើយគណៈប្រទេសមួយចំនួនក៏បានផ្ញើសារចូលរួមអបអរសាទរផងដែរព័ត៌មានចុងក្រោយបានបង្ហាញថាលោក Trump ទទួលបានអង្គបោះឆ្នោតសរុបចំនួន779ដែលលើសពីចំនួនកំណត់របស់ច្បាប់ដើម្បីក្លាយជាប្រធានាធិបតីអាណត្តិថ្មីខណៈដែលដំណើរការរាប់សន្លឹកឆ្នោតនឹងបន្តរហូតដល់អស់ 100% ហើយលោកស្រី Kamala Harris ទទួលបានត្រឹមតែ223អង្គបោះឆ្នោតមានន័យថាខ្វះ47ទៀតទើបគ្រប់270អង្គបោះឆ្នោតគណៈបកសាធារណរដ្ឋចាប់ផ្ដើមអបអរសាទរនិងជប់លៀងជាបណ្ដាហើយដើម្បីអបអរចំពោះជ័យជំនះរបស់លោក Donald Trump តាំងពីមុនប្រកាសលទ្ធផលជាផ្លូវការទៅទៀតថ្នាក់ដឹកនាំប្រទេសខ្លះបានបញ្ចេញប្រតិកម្មជាបណ្ដាហើយតបទៅនឹងដំណឹងថាលោក Trump នឹងវិលត្រឡប់មកសតវិមានវិញប្រតិកម្មជាដំបូងចេញពីលោក Netanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះមានទំនាក់ទំនងល្អជាមួយនឹងលោក Trump ទាំងក្របខ័ណ្ឌនយោបាយនិងក្របខ័ណ្ឌឯកជនលោកបានផ្ញើសារអបអរសាទរចំពោះលោក Trump និងចាត់ទុកថាការវិលត្រឡប់មកកាន់អំណាចរបស់លោក Trump លើកនេះគឺជាមហាជោគជ័យដ៏ធំធេងបំផុតនៅក្នុងប្រវត្តិសាស្ត្រគេដឹងថាលោក Netanyahu ចង់ឃើញលោក Trump វិលមកវិញតាំងពីមុនពេលបោះឆ្នោតមកម្លេះលោកបានដឹងថាលោក Trump នឹងគាំទ្រអ៊ីស្រាអែលយ៉ាងពេញទំហឹងនៅក្នុងសង្គ្រាមនៅកាហ្សានៅលីបង់និងចំនួនជាមួយនឹងអ៊ីរ៉ង់ផ្ទុយពីលោក Joe Biden ដែលប្រកាន់ជំហរកណ្ដាលឬពេលខ្លះដាក់សម្ពាធទៅលើអ៊ីស្រាអែលថែមទៀតនៅក្នុងបញ្ហាមជ្ឈមបូព៌ាលោក Trump គាំទ្រអ៊ីស្រាអែលដោយឥតលក្ខខណ្ឌលោកធ្លាប់ប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែលបើទោះបីជាប្រទេសខ្លះជំទាស់យ៉ាងណាក្តីនៅក្នុងមជ្ឈមបូព៌ាលោក Biden និងលោក Trump សុទ្ធតែប្រាថ្នាចង់ឃើញបិទបញ្ចប់សង្គ្រាមឬយ៉ាងហោចណាស់បត់ឈប់បាញ់នៅកាហ្សានិងលីបង់តែគ្រាន់តែថាវិធីដោះស្រាយអាចនឹងមិនដូចគ្នាទេរវាងលោក Trump និងលោក Biden លោក Netanyahu ហាក់បីដូចជាលែងចង់ស្ដាប់លោក Biden ទៅទៀតនៅក្នុងដំណាក់កាលចុងក្រោយនៅក្នុងលិខិតអបអរសាទរនោះលោក Netanyahu ចាត់ទុកថាលោក Trump ជាមិត្តសម្លាញ់យ៉ាងពិតប្រាកដរបស់អ៊ីស្រាអែលលោកសូមជូនពរឲ្យលោក Trump ជោគជ័យជានិច្ចប្រតិកម្មក៏មានផងដែរពីប្រទេសហុងគ្រីនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ចាត់ទុកជោគជ័យរបស់លោក Trump លើកនេះជាអ្វីដែលពិភពលោកទន្ទឹងរង់ចាំយ៉ាងអន្ទះសារមិនខុសពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលទេលោក Orban ចាត់ទុកថាការវិលត្រឡប់មកកាន់អំណាចរបស់លោក Trump ជាការវិលត្រឡប់ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកថ្មីត្បិតតែលោក Putin រក្សាភាពស្ងៀមស្ងាត់ចំពោះព្រឹត្តិការណ៍នេះក៏ប៉ុន្តែរុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មបណ្ដាហើយនៅល្ងាចនេះប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភារុស្ស៊ីត្រូវបានទីភ្នាក់ងារសារព័ត៌មានRIA របស់រុស្ស៊ីដកស្រង់ពាក្យសម្ដីមកចុះផ្សាយថាការទទួលបានជ័យជំនះរបស់លោក Trump ជាឱកាសនៃការដោះស្រាយជម្លោះអ៊ុយក្រែនប្រកបដោយស្ថាពរលោកយល់ថាលោក Trump នៅតែជាមនុស្សសំខាន់នៅក្នុងនយោបាយអន្តរជាតិដូច្នេះរុស្ស៊ីរំពឹងថានឹងមានការប្រែប្រួលនៅក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនសហភាពអឺរ៉ុបក៏មានសារនយោបាយពាក់ព័ន្ធទៅនឹងជ័យជំនះរបស់លោក Trump ផងដែរប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Leyen សរសេរនៅលើបណ្ដាញសង្គមថាអាមេរិកនិងអឺរ៉ុបនឹងបន្តធ្វើការជាមួយគ្នាលោកស្រីសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការទទួលបានជ័យជំនះរបស់លោក Trumpអឺរ៉ុបនិងអាមេរិកមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅលើសពីមិត្តភាពធម្មតាទៅទៀតចុងក្រោយគេគឺសារអបអរសាទរពីសំណាក់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ដែលចាត់ទុកថាការទទួលជោគជ័យរបស់លោក Trump លើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់អាមេរិកនិងពិភពលោកកំពុងទន្ទឹងរង់ចាំជាមួយនឹងលោក Trump ជាច្រើនឆ្នាំទៅមុខទៀតក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតយើងនឹងឈរប្រកៀកស្មាគ្នាដើម្បីការពារអ្វីជាការប្រកាន់យកនៅគុណតម្លៃជារួមនោះគឺសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ